ជំពូកទី5ការលូតលាស់3ឆ្នាំបានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកក្នុងរយៈពេល3ឆ្នាំនេះគាត់ស្ទើរតែមិនបានឃើញពិភពខាងក្រៅឡើយយ៉ាងច្រើនបំផុតគាត់គ្រាន់តែលួចមើលតាមស្នាមប្រេះនៃផ្ទះឈើប៉ុណ្ណោះពេលព្រឹកព្រលឹមបានចូលមកដល់មិត្តភក្តិភាគច្រើនរបស់គាត់ដែលនៅរស់រានមានជីវិតមិនអាចនិយាយបានស្ទាត់ជំនាញឡើយដោយរស់នៅក្នុងភាពស្រពេចស្រពិលជារៀងរាល់ថ្ងៃគ្មានការអប់រំនៅទីនេះទេគ្មានអ្វីទាំងអស់ពួកគេគ្រាន់តែត្រូវបានគេរក្សាឲ្យរស់រានមានជីវិតដូចជាសត្វពាហនៈប៉ុណ្ណោះភ្លាមនោះទ្វារត្រូវបានរុញបើកហើយអរិយចក្រដ៏ធំមួយបានដើរចូលមកចេញមកដេញពួកគេទាំងអស់ចេញអរិយចក្របានបញ្ជាទៅអរិយជ្រូកដែលជាធម្មតាខូខើនិងតែងតែទាត់ធាក់ក្មេងអរិយជ្រូកបានស្រែកឡើងភ្លាមក្មេងទាំងឡាយញ័រក្តោចនឹងសំឡេងស្រែកនោះពេលដែលបោះជំហានចេញពីផ្ទះក្មេងស្ទើរតែទាំងអស់បានរួញខ្លួនសម្រាប់ពួកគេពិភពខាងក្រៅរឹតតែគួរឲ្យភ័យខ្លាចថែមទៀតនៅខាងក្រៅមានរទេះធំជាច្រើនដែលត្រូវទាញដោយមនុស្សពេញវ័យនៅលើទេះមានទ្រង់យ៉ាងធំទាសករដែលទាញរទេះមានភ្នែកតែស្អាតគ្មានវិញ្ញាណនិងមិនខ្វល់ចំពោះវត្តមានរបស់កុមារឡើយដូចជាពួកគេបានសាំនឹងរឿងនេះជាយូរមកហើយក្មេងត្រូវបានគេបង្ខំឲ្យឡើងលើទេះហើយទ្រង់ត្រូវបានបិទជិតរទេះដែលប្រើកម្លាំងមនុស្សត្រូវបានទាញទៅមុខដោយពួកអរិយចក្រជាក់ស្ដែងពួកគេកំពុងផ្លាស់ទៅកាន់កន្លែងរស់នៅថ្មីនៅលើផ្លូវរាបស្មើដែលក្រាលដោយគ្រោះកង់រទេះមានសម្លេងក្រៅពេលវារមៀលទៅមុខនេះជាលើកដំបូងហើយដែលທາງសានបានឃើញពិភពខាងក្រៅចាប់តាំងពីមកដល់ពិភពលោកនេះកាលពី3ឆ្នាំមុនមេឃស្រឡះខ្យល់ត្រជាក់បន្តិចអាកាសធាតុហាក់ដូចជាល្អនៅថ្ងៃនេះយ៉ាងហោចណាស់ក៏មិនត្រជាក់ពេកដែរទោះបីជាកុមារភាគច្រើននៅតែញ័ររងាក៏ທາງសានមិនអីដែរនៅសងខាងផ្លូវមានព្រៃឈើដ៏គួរឲ្យភ្ញាក់ផ្អើលពាក្យថាគួរឲ្យភ្ញាក់ផ្អើលត្រូវបានប្រើព្រោះរុក្ខជាតិដែលភ្នែកមើលឃើញគឺខ្ពស់ស្កឹមស្កៃមិនគួរឲ្យជឿបើប្រៀបធៀបទៅនឹងរុក្ខជាតិក្នុងជីវិតមុនរបស់គាត់រុក្ខជាតិនៅទីនេះមានទម្រង់ស្រដៀងគ្នាប៉ុន្តែធំជាងឆ្ងាយណាស់ដើមឈើធំខ្លះមានកម្ពស់ជិត100ម៉ែត្រដែលតម្រូវឲ្យញើយមើលរហូតទល់ម្ដងម្កាលសត្វដ៏ធំមួយបានហើរឆ្លងកាត់ពីលើហាក់ដូចជាសត្វស្លាបប៉ុន្តែមិនអាចមើលឃើញបានច្បាស់ឡើយខ្យល់អាកាសពោពេញទៅដោយថាមពលវិញ្ញាណនិងកម្លាំងជីវិតយ៉ាងសម្បូរបែបបន្ទាប់ពីឆ្លងកាត់រយៈពេល3ឆ្នាំທາງសានប្រកាសចិត្តថានេះគឺជាពិភពលោកដែលស័ក្តិសមបំផុតសម្រាប់ការដាំដុះនិងជាពិភពលោកដែលមានកម្រិតជីវិតខ្ពស់បំផុតដោយមិនសង្ស័យពូជសាសន៍អរិយនិងវិញ្ញាណដ៏មានអំណាចទាំងនោះកើតចេញពីបរិយាកាសបែបនេះឯងក្នុងរយៈពេល3ឆ្នាំមកនេះທາងសានបានបណ្ដុះបច្ចេកទេសឋានស៊ូក្រអាតកំបាំងដល់កម្រិតទី1ដោយជោគជ័យនៅក្នុងពិភពដើមនៃទ្វីប Dulu The Liu Continent ការទម្លុះដល់កម្រិតទី1នៃបច្ចេកទេសឋានស៊ូក្រអាតកំបាំងតម្រូវឲ្យមានវិធីសាស្ត្រពិសេសប៉ុន្តែនៅទីនេះវាមិនចាំបាច់ឡើយនៅពេលដែលសរសៃមេរេឌៀនរបស់គាត់បើកអំណាចនៃបច្ចេកទេសឋានស៊ូក្រអាតកំបាំងក្នុងខ្លួនគាត់បានហូរដោយធម្មជាតិនិងបំបែកទម្លុះកម្រិតទី1យ៉ាងងាយស្រួលខណៈដែលគាត់មានអាយុត្រឹមតែ3ឆ្នាំប៉ុណ្ណោះកាលពីជីវិតមុនគាត់មានអាយុ6ឆ្នាំទើបសម្រេចបានសមត្ថភាពលេចធ្លោបែបនេះទោះបីជាការយល់ដឹងខុសគ្នាតែវាក៏មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងថាមពលវិញ្ញាណនៃពិភពលោកនេះផងដែរទោះជាយ៉ាងណាក៏ដោយគាត់នៅតែខ្សោយណាស់ហើយគាត់មិនចង់ឲ្យពូជសាសន៍អរិយដឹងពីភាពមិនធម្មតារបស់គាត់ឡើយគាត់អាចមានអារម្មណ៍ថាសូម្បីតែអរិយចក្រធម្មតាបំផុតក៏មានកម្លាំងស្មើនឹងការបណ្ដុះបច្ចេកទេសឋានស៊ូក្រអាតកំបាំងកម្រិតទី2របស់គាត់ដែរប្រសិនបើបូករួមនឹងភាពខុសគ្នានៃកម្លាំងរាងកាយការតស៊ូណាមួយមានតែនាំសេចក្តីស្លាប់មកឲ្យខ្លួនឯងប៉ុណ្ណោះនៅក្នុងពិភពលោកនេះមនុស្សជាតិរស់នៅក្នុងភាពល្ងង់ខ្លៅប្រសិនបើចង់ផ្លាស់ប្ដូរវាសនាទាសកររបស់មនុស្សជាតិការលុបបំបាត់ភាពល្ងង់ខ្លៅនេះគឺជាជំហានសំខាន់បំផុតពួកគេបានធ្វើដំណើរអស់រយៈពេលជាង1ម៉ោងតាមការប្រមាណរបស់ທາງសានរហូតបានទៅដល់កន្លែងមួយដែលស្រដៀងនឹងភូមិខ្ទមឈើសាមញ្ញពោពេញទៅដោយមនុស្សស្លៀកពាក់រហែករហ័សភាគច្រើនជាបុរសហើយមានស្ត្រីតិចតួចណាស់ភូមិនេះហាក់ដូចជាមានមនុស្សរស់នៅយ៉ាងហោចណាស់1000នាក់រទេះបានឈប់ហើយទ្វារទ្រង់ត្រូវបានបើកស្ត្រីជាច្រើនអ្នកបានដើរមកជិតអន្ក្បាលយ៉ាងជ្រៅនៅចំពោះមុខអរិយចក្រដោយក្តីភ័យខ្លាចនិងតក់ស្លុតអរិយចក្រដែលជាមេដឹកនាំបាននិយាយឌឺដងថាក្មេងទាំងនេះជារបស់ពួកឯងយកពួកវាទៅທາງសានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតើពួកគេកំពុងត្រូវបានគេបញ្ជូនត្រឡប់ទៅកាន់ពិភពមនុស្សវិញឬដោយសារត្រូវគេចិញ្ចឹមបីបាច់ដូចសត្វអស់រយៈពេល3ឆ្នាំក្មេងស្ទើរតែគ្មានបញ្ញាស្មារតីអ្វីឡើយប្រឈមមុខនឹងពិភពលោកដ៏ចម្លែកនេះពួកគេមានតែភាពភ័យខ្លាចនៅក្នុងចិត្តពួកគេត្រូវបានគេអូសចូលទៅក្នុងភូមិអ្វីដែលធ្វើឲ្យທາງសានខ្ទុកក្ដួលនិងតក់ស្លុតនោះគឺទាសករមនុស្សនៅទីនេះមិនបានបង្ហាញក្តីអាណិតអាសូរចំពោះកុមារទាំងនេះឡើយភ្នែករបស់ពួកគេទេស្អាតគ្មានវិញ្ញាណនៅពេលដែលនាំកុមារចូលទៅក្នុងភូមិនៅថ្ងៃបន្ទាប់ពួកគេត្រូវបានផ្ដល់ឱកាសឲ្យរៀនសូត្រមែនហើយកុមារទាំងនេះចាប់ផ្ដើមមានសិទ្ធិទទួលបានការអប់រំប៉ុន្តែតើគេបង្រៀនអ្វីខ្លះដំបូងឡើយពួកគេត្រូវស្គាល់វត្ថុប្រើប្រាស់របស់ទាសករនិងរៀនពាក្យពេចន៍សាមញ្ញអាហារនៅទីនេះរឹតតែអាក្រក់ជាងកាលពីនៅក្នុងទ្រុងទៅទៀតអាហារមានភាពខ្វះខាតយ៉ាងខ្លាំងស្ត្រីនិងកុមារទទួលបានតិចតួចណាស់មានតែបុរសមុំតមប៉ុណ្ណោះដែលទទួលបានអាហារច្រើនជាងគេ
នៅក្នុងភូមិសកម្មភាពរបស់កុមារមិនត្រូវបានកម្រិតទៀតទេដូច្នេះខាងសានបានកត់សម្គាល់ឃើញថាបុរសនៅទីនេះតែងតែចាក់ចេញពីភូមិជាញឹកញាប់ប្រហែលជាត្រូវគេកេណ្ឌទៅធ្វើការជាទេសកលការស្លាប់នៅក្នុងភូមិជារឿងធម្មតាទៅហើយតាមរយៈការសន្ទនារបស់អ្នកភូមិគាត់បានដឹងថាគាត់ជាក្មេងមកពីភូមិផ្សេងភូមិមនុស្សទាំងនេះមិនត្រូវបានអនុញ្ញាតឲ្យចិញ្ចឹមកូនដែលកើតនៅក្នុងភូមិខ្លួនឯងឡើយគឺត្រូវផ្លាស់ប្ដូរកូនគ្នាទៅវិញទៅមកដើម្បីចិញ្ចឹមខាងសានមិនបានធ្វើសកម្មភាពឆាប់រហ័សឬលេចធ្លោឡើយគាត់គ្រាន់តែរស់នៅដោយស្ងប់ស្ងាត់និងលួចដាំដុះសមត្ថភាពដោយស្ងៀមស្ងាត់3ឆ្នាំបានកន្លងផុតទៅបន្ថែមទៀតឥឡូវនេះគាត់មានអាយុ6ឆ្នាំហើយនៅអាយុ6ឆ្នាំកុមារត្រូវជួយធ្វើការងារភូមិដូចជាត្បាញកន្ទេលនិងលីសែងអីវ៉ាន់ស្រាក្មេងដែលមកជាមួយគ្នាតែងតែរស់នៅជុំគ្នាប៉ុន្តែ1ភាគ3នៃពួកគេបានស្លាប់បាត់បង់ជីវិតក្នុងរយៈពេល3ឆ្នាំនេះមូលហេតុនៃការស្លាប់មានច្រើនប៉ុន្តែកត្តាចម្បងគឺកង្វះការព្យាបាលនិងភាពអត់ឃ្លានពេលរាត្រីបានចូលមកដល់នៅក្នុងភូមិមនុស្សដ៏សាមញ្ញមួយរូបរាងតូចច្រឡឹងមួយបានលេចឡើងដោយស្ងាត់ស្ងៀមខាងសានក៏ដូចជាកុមាររតីទៀតដែរគឺមានក្នុងកង់បន្តិចប៉ុន្តែចលនារបស់គាត់លឿនដូចភ្លេចបន្ទោពេលចូលទៅដល់ក្នុងព្រៃខ្នងរបស់គាត់ក៏ត្រង់ស្មើភ្លាមហើយភ្នែកដែលស្រអាប់ពីមុនក៏ប្រែជាភ្លឺថ្លាឡើងវិញគាត់បានដកដង្ហើមធំវែងរាត្រីនៅក្នុងទីក្រុងចកខ្យល់ Wolf City គឺត្រជាក់ខ្លាំងដោយសីតុណ្ហភាពខុសគ្នាច្រើនរវាងថ្ងៃនិងយប់យ៉ាងណាមិញខ្យល់អាកាសបរិសុទ្ធដែលពោពេញដោយថាមពលវិញ្ញាណបានធ្វើឲ្យគាត់មានកម្លាំងមាំមួនឡើងវិញខាងសានបានលើកដៃធ្វើចលនាអប់នៅខាងមុខពន្លឺពណ៌ស្រអាប់មួយបានវិលជុំវិញរាងកាយរបស់គាត់ចុងជើងរបស់គាត់ប៉ះដីស្រាលហើយចលនារបស់គាត់ក៏ប្រែជារហ័សរហួនបំផុតដោយមានបទពិសោធន៍ពីអតីតជាតិគាត់ស៊ាំនឹងការចរាចរណ៍បច្ចេកទេសឋានស៊ូក្រអាត់កំបាំងពីយ៉ាងខ្លាំងប៉ុន្តែរាងកាយថ្មីនេះត្រូវការការហ្វឹកហាត់បន្ថែមដើម្បីឲ្យទាន់ចិត្តនឹងគំនិតរបស់គាត់ចាប់តាំងពីអាយុ5ឆ្នាំគាត់តែងតែលួចចេញមកក្រៅនៅពេលយប់មូលហេតុមួយគឺដើម្បីស្រូបយកថាមពលវិញ្ញាណដ៏ក្រាស់នៅក្នុងព្រៃនិងមួយទៀតគឺដើម្បីហ្វឹកហាត់ឲ្យមានប្រសិទ្ធភាពជំហានដ៏រហ័សរហួនរបស់គាត់គឺជំហានស្រមោលខ្មោច The Ghost Shadow Perplexing Track ដែលជាជំនាញដ៏ស្ទាត់ជំនាញមួយកាលពីជាតិមុននេះជាអាទិភាពចម្បងនៃការហ្វឹកហាត់របស់គាត់ព្រោះនៅក្នុងពិភពលោកដ៏គ្រោះថ្នាក់នេះគ្មានអ្វីសំខាន់ជាងការរក្សាជីវិតនោះទេពន្លឺដូចត្បូងពេជ្របានលេចឡើងបន្តិចម្ដងនៅលើដៃរបស់គាត់នេះគឺជាជំនាញកម្ពូលមួយទៀតគឺក្ដៅត្បូងពេជ្រអាចកំបាំង Mystic Jade Hand វាអាចធ្វើឲ្យបាតដៃរបស់គាត់ធន់នឹងថ្នាំពុលនិងមុខដាវអាវុធទាំងពួងការហ្វឹកហាត់រយៈពេល1ម៉ោងធ្វើឲ្យរាងកាយរបស់គាត់កក់ក្ដៅហើយថាមពលឋានស៊ូក្រអាត់កំបាំងក៏ហូរយ៉ាងរលូននៅក្នុងខ្លួនទោះជាយ៉ាងណាក៏ដោយគាត់មានការខកចិត្តបន្តិចព្រោះប្រលឹងប្រយុទ្ធ Martial Soul ដែលគាត់ធ្លាប់មានកាលពីជាតិមុននៅលើទ្វីប Dulu ហាក់ដូចជាមិនលេចឡើងនៅក្នុងពិភពលោកនេះឡើយនេះជារឿងធម្មតាទេព្រោះគាត់កើតជាថ្មីដោយនាំមកតែការចងចាំប៉ុន្តែមិនបាននាំមកនូវសមត្ថភាពរាងកាយចាស់នោះទេបច្ចេកទេសឋានស៊ូក្រអាត់កំបាំងកម្រិតទី3ត្រូវបានសម្រេចជាស្ថាពរនៅអាយុត្រឹមតែ6ឆ្នាំគាត់អាចស្ទាត់ជំនាញកម្រិតទី3នេះបានដែលជារឿងមិនអាចនឹកស្មានដល់កាលពីជាតិមុនទោះជាយ៉ាងនេះក្តីកម្លាំងបច្ចុប្បន្នរបស់គាត់នៅតែទាបជាងកាលពីជាតិមុនឆ្ងាយណាស់ពេលដែលគាត់សម្រេចកម្រិតទី3ដូចគ្នាកាលនៅទ្វីប Dulu គាត់មានប្រលឹងប្រយុទ្ធដែលផ្ដល់អំណាចដមហេម៉ាហើយថែមទាំងជាប្រលឹងប្រយុទ្ធភ្លោះទៀតផងបច្ចេកទេសឋានស៊ូក្រអាត់កំបាំងគឺជាកម្លាំងខាងក្នុងចំអែកឯប្រលឹងប្រយុទ្ធគឺជាមធ្យោបាយបញ្ចេញអំណាចនោះគាត់ចងចាំយ៉ាងច្បាស់ថាពេលទម្លុះដល់កម្រិតទី3នៅទ្វីប Dulu គាត់បានរួមបញ្ចូលជាមួយនឹងចិញ្ចៀនប្រលឹង Sovereign និងកញ្ឆ្អឹងប្រលឹង Sobon ដ៏មានអំណាចដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់អនាគតឥឡូវនេះក្រៅពីបច្ចេកទេសឋានស៊ូក្រអាត់កំបាំងនិងសមត្ថភាពដែលបានកត់ត្រាក្នុងកំណត់ត្រាកំណត់ឋានស៊ូក្រអាត់កំបាំងគាត់គ្មានសមត្ថភាពអ្វីផ្សេងទៀតសម្រាប់ហ្វឹកហាត់ឡើយទោះបីជាការហ្វឹកហាត់បច្ចេកទេសនេះធ្វើឲ្យគាត់ខ្លាំងឡើងជាលំដាប់ក៏ដោយក៏វានៅតែមិនទាន់គ្រប់គ្រាន់នោះដែរ